ទាញបិចទាញហ្វភៅទាញបន្ទាត់មកគូសនៅគំនិតខ្លះៗក៏ដូចជាស្កេចនៅ idea ខ្លះៗដើម្បីយកទៅធ្វើនៅក្នុងកម្មវិធី Photoshop ដើម្បី define ទៅលើ poster product ប្រចាំថ្ងៃដែលហាងកាហ្វេត្រូវមានហ្នឹងហើយกระดาษដែលខ្ញុំធ្វើឬក៏ artboard ដែលខ្ញុំធ្វើនេះគឺ2005ក៏នឹង2005 pixel ហើយឥឡូវនេះយើងចូលមកក្នុងកម្មវិធី Photoshop របស់យើងហើយខ្ញុំគូសទៅនឹង Ellipse Tool ហ្នឹងហើយ Ellipse Tool មួយហើយគូសទៅខ្ញុំដាក់ទៅនឹងពណ៌ឲ្យពណ៌នេះគឺយកពណ៌គោលរបស់ logo ហាងយកមកដាក់តែម្ដងហើយកែទៅនឹងពលឺអីតិចតួចឲ្យមើលទៅសមនឹងគ្នាតបមកគឺខ្ញុំយក product ហ្នឹងយកមកដាក់ product គឺថ្ងៃនេះគឺខ្ញុំធ្វើច្រើនដែរតែដំបូងយើងធ្វើគំរូមកហើយយើងចាប់ផ្ដើម copy យកទៅដាក់នៅក្នុង artboard ផ្សេងទៀតដើម្បីចំណេញពេលវេលាហើយយើងដូរតែ product ទេអញ្ចឹងហើយយើងដាក់ឈ្មោះទៅនឹង product មួយទៅហើយ product ទី1របស់ខ្ញុំគឺថូសម្រាប់គោះកាកាហ្វេហ្នឹងហើយកន្លែងកាហ្វេបើយើងមានផៅគោះមួយនេះគឺស្រួលចំណេញកុំឲ្យកាហ្វេរ៉ាត់រាយហើយខ្ញុំបង្កើតនៅ3 artboard ទៀតមាននៅម្សៅគោម្សៅជា fry ឬ fay គោម៉ាឆាបន្ទាប់មកគឺមានទៅនឹងដបធ្វើ soda ក៏ដូចជាដបធ្វើ cream ផងដែរខ្ញុំបានដាក់ text ចូលហើយ shadow អី copy ដាក់ទេដល់ បើយើងនៅចំណាយពេលធ្វើវារៀងយូរហើយមាននៅ mocha pot អីដែរ product ដែលខ្ញុំធ្វើទាំងអស់នេះគឺខ្ញុំធ្វើរយៈពេលយូរដែរគឺចូល1ម៉ោងជាងដែរហ្នឹងហើយតើតាយើងធ្វើយកគំរូមួយហើយយើងយកមកដាក់ហ្នឹងក៏រៀងយូរម៉ោងដែរចូលតម្រាំតែយើងធ្វើឲ្យខុសគ្នាទាំងអស់ product ហ្នឹងគឺមួយថ្ងៃយើងធ្វើអត់តាន់ទេ artwork ប៉ុណ្ណឹងហើយខ្ញុំឥឡូវខ្ញុំធ្វើបានហើយខ្ញុំ export ទៅទាំងអស់គ្នាគិតមិនដែរលទ្ធផលហើយខ្ញុំនឹងផុសរូបភាពនេះនៅក្នុង page របស់ខ្ញុំជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ